សម្រាប់អ្នកដែលគាត់ជាកាពះណាគឺគាត់ពិបាកខ្លាំងមែនតើនៅពេលដែលគាត់ប៉ះចំណីអាហារដែលមានរសជាតិហឹរខ្លាំងជូរខ្លាំងអ្នកខ្លះគាត់ stress ច្រើនគាត់ញ៉ាំកាហ្វេច្រើនក៏សុទ្ធសឹងតែជាកត្តាដែលប៉ះពាល់ទៅដល់កាពះរបស់គាត់សម្រាប់អាការៈដែលអ្នកជាកាពះហ្នឹងគាត់តែងតែមានជំងឺញាប់ជាទូទៅគាត់មានបញ្ហាចុកច្រល់នៅកន្លែងចុងដង្ហើមកាហាយដើមទ្រូងគាត់ធ្វើមករៀងសាជូរមាត់ព្រោះដោយសារតែអាស៊ីតកាពះរបស់គាត់ហ្នឹងបញ្ចេញច្រើននិងលើសលប់ខ្លាំងពេកអ្នកខ្លះគាត់ធ្វើមកជូរមាត់ហើយចង់ចង្អោររកក្អួតទៀតសាបមាត់សាបកញ៉ាំអីអត់ដឹងឆ្ងាញ់ទេអ្វីដែលសំខាន់អ្នកខ្លះគាត់ពិបាកនៅក្នុងការរំលាយអាហារនិងចលនាពោះវៀនរបស់គាត់ដំណើរការអត់សូវបានស្រួលអត់សូវដើរខ្យល់ណាអញ្ចឹងក៏អាចធ្វើឲ្យគាត់មានបញ្ហាហើមពោះនិងចុកច្រល់ផងដែរដែលខាងខ្ញុំបានលើកឡើងនៅខាងលើបងអាចសាកល្បងជាមួយនឹងឱសថ Pro Max ឱសថ Pro Max នេះមានចំនួន2ទម្រង់មានជាប្រភេទឱសថទឹកបឺតជាមួយនឹងប្រភេទឱសថគ្រាប់ទំពាហើយបងបាច់បារម្ភពីរសជាតិទេព្រោះរសជាតិអត់ល្វីងទេរសជាតិជីងកាមឆ្ងាញ់ខ្លាំងមែនតើដូច្នេះបងអាចជ្រើសមកម៉ូតនៅក្នុងការមកប្រើប្រាស់បានងាយស្រួលនៅក្នុងការញ៉ាំងាយស្រួលនៅក្នុងការដាក់ទៅតាមខ្លួននេះយើងងាកមកមើលសារធាតុផ្សំដែលមាននៅក្នុងឱសថ Pro Max នេះថាតើឱសថ Pro Max នេះគឺផ្ទុកនៅសារធាតុផ្សំពិសេសអីខ្លះដែលវាជួយនៅការកាត់បន្ថយនៅអាការៈជឿកាពះនឹងបានឆាប់រហ័សខ្លាំងមែនទី1គឺវាផ្ទុកនៅសារធាតុសកម្មអ៊ីដ្រូតាស៊ីតចំនួន200មីលីក្រាមទី2គឺប្រភេទម៉ាញ៉េស្យូមអ៊ីរ៉ុកស៊ីត150មីលីក្រាមនិងស៊ីមេទីកូន50មីលីក្រាមទាំង3ហ្នឹងឯងដែលដើរតួនាទីសំខាន់ខ្លាំងមែនទែននៅក្នុងការទៅបន្សាបប្រសិទ្ធកាពះដោយកាត់បន្ថយនៅអាការៈនៃការដំបៅកាពះក៏ដូចជាការពារភ្នាកាពះបបងពីការរលាកហើយអ្វីដែលសំខាន់គឺវាជួយទៅបន្ថយនៅបញ្ហាហើមពោះតាមរយៈការបណ្ដេញខ្យល់នៅក្នុងពោះវៀនផងដែរក្នុងករណីដែលដំណើរការខ្យល់ពោះវៀនបបងដំណើរការអត់សូវបានស្រួលអាចសាកល្បងជាមួយនឹងឱសថ Pro Max នេះរបៀបប្រើនៅក្នុងម្ដងបងអាចប្រើមួយគ្រាប់ទៅ2គ្រាប់ឬក៏មួយកញ្ចប់ទៅ2កញ្ចប់នៅក្នុងមួយថ្ងៃអាច3ទៅ4ដងប៉ុន្តែខ្ញុំស្នើសុំឲ្យបងប្រឹក្សាបន្ថែមជាមួយនឹងឱសថការីដែលប្រចាំការនៅតាមឱសថស្ថានហើយបងអាចរកជាឱសថ Pro Max នេះនៅតាមឱសថស្ថាននានានៅទូទាំងប្រទេសកម្ពុជាយើងផងដែរងាយស្រួលនៅក្នុងការរកខ្លាំងមែនទែនដូច្នេះបងប្អូនដែលគាត់មានបញ្ហាអាសាធ្វើទុក្ខកាពះអាចទិញសាគូដាក់តាមខ្លួនបាន